សម្រាប់បងមកហ្នឹងយើងត្រូវការខ្សែបូប្រវែង22សង់ទីម៉ែត្រ4យើងរោចចុងឲ្យស្អាតព្រោះឯបាត់រោទេអាចនឹងពេលយើងដេកទៅវាអាចដាច់ខូចអីអញ្ចឹងណាហើយប្រវែង15សង់ទីម៉ែត្រយើងត្រូវការ4សរសៃដូចគ្នាសម្រាប់បូមកគូបន្ទាប់ពីយើងតាត់ទាំងនេះទាំងអស់យើងចាប់ផ្ដើមបាត់វាទៅបាត់ដូចក្នុងវីដេអូហ្នឹងអញ្ចឹងយើងបាត់វាមើលរៀបវាស្រួលពោះហើយបន្ទាប់មកយើងគៀបបើសិនអត់គៀបទៅគៀបហ្នឹងទេយើងដេកយកមកវាអាចវាអញ្ចឹងយើងគៀបវាយកមកហើយបន្ទាប់មកយើងចាប់ផ្ដើមដេកវាទាំងសងខាងទៅបន្ទាប់ពីយើងដេកយើងតាថានេះយើងបានមកបូមួយហើយឥឡូវយើងទុកវាម្ដងសិនយើងចាប់ផ្ដើមមកធ្វើបូមួយទៀតនិយាយទៅរបៀបធ្វើដូចគ្នាអញ្ចឹងដូចបូទី1អញ្ចឹងយើងបាត់វាហើយយើងយកទៅគៀបមកគៀបវាសិនទៅនិយាយទៅយើងគៀបយើងកាត់លើកពីបូទី1អញ្ចឹងហើយយើងចាប់ផ្ដើមដេដូចគ្នាអញ្ចឹងដែរទៅដេមកជាហៀងនឹងហើយយើងដេមកជាហៀងទៀតមកជាហៀងទៀតហ្នឹងគឺយើងដេដូចគ្នាអញ្ចឹងយើងដេចុងវាបន្តិចៗចឹងទៅហើយយើងចាប់ឡើងទាញវាទៅតទៅពីរួចហើយអានេះយើងបានម៉ូពីហើយយើងចាប់ដើមហើយមើលថាម៉ូយើងចង់ដាក់ទៅគៀបមិនទៅគៀបកັບឬក៏ទៅគៀបចាប់ធម្មតាយើងធ្វើទៅគៀបតែតើមិនយើងចាប់ដើមគុំបូនឹងចូលគ្នាគុំបូនឹងចូលហើយយើងចាប់ដើមដាក់វាលើទៅគៀបទៅគៀបហ្នឹងតើបងយើងបិទប្លោះកណ្ដាលទីសិនទៅតើមិនយើងចាប់ដើមបិទគៀបទៀនដល់ពេលយើងបិទកណ្ដាលបិទគៀបហើយចាំយើងដោះអាបដូរកណ្ដាលវានឹងចេញហើយយើងដោះបដូរកណ្ដាលវាចេញហ្នឹងហើយបន្ទាប់មកយើងចាប់ដើមមើលខ្សែបូដើម្បីធ្វើម៉ូតនៅពីកណ្ដាលបូយើងកាត់យកមកល្មមទៅយើងបិទកាំងទីយើងចាប់ដើមរុំវានៅក្នុងវីដេអូហ្នឹងអញ្ចឹងទៅណាយើងរុំមួយជាន់ក៏បានបើយើងចង់ឃើញខ្សែសានយើងអាចរុំ2ជាន់3ជាន់អញ្ចឹងទៅរោលចុងវាយើងបិទកាយវិញទៅហើយយើងដាក់ snow វីចូលវិញទៅនិយាយទៅគៀបហ្នឹងធ្វើដូចគ្នាអញ្ចឹងមកជាហៀងទៀតក៏ធ្វើអញ្ចឹងដូចគ្នាដែរនិយាយទៅយើងធ្វើទៅគៀបគូអញ្ចឹងយើងបង្ហាញតែមួយក៏ដូចពីរដែរបន្ទាប់ពីយើងបិទបូកណ្ដាលស្អាតហើយអស់យើងចាប់ផ្ដើមដាក់នេះវីចូលវិញហើយអស់ទៅយើងចាប់ផ្ដើមរឹកមើលថាតើយើងចង់ដាក់ម៉ូតត្បូងកណ្ដាលបូនឹងឬក៏យើងចង់ដាក់តុក្កតាវិញមើលថាដាក់ស្អាតឬក៏ស្អាតអាហ្នឹងចំណូលចិត្តខុសគ្នាអញ្ចឹងណាយើងហឺមើលបូត្បូងតាមយើងចង់ដាក់អញ្ចឹងតែនេះខ្ញុំហឺយកដាក់កូនតុក្កតាអញ្ចឹងណាព្រោះបូយើងពណ៌ក្រហមបន្ទាប់ពីបន្ថែមតុក្កតាស្នូកណ្ដាលយើងរួចហ្នឹងគៀបយើងរួចគាត់ហើយអស់ហើយចុងក្រោយយើងបានទៅគៀបក្មេងស្រីមកគូ